ពិធីកោះហៅអ្នកស្គាល់គ្នាត្រូវបានកោះហៅភាពមកគឺយើងបានដឹងថាអ៊ីរ៉ូម៉ាគឺមានអ្នកក្រមកគាត់ម្នាក់គឺជា Asmodeus កាន់វគ្គនេះវិញគឺយើងបានឃើញថានៅក្នុងសម្បត្តិរបស់អ៊ីរ៉ូម៉ាគឺវាបានសម្បត្តិឃើញពងម្ដាយរបស់វាអញ្ចឹងណាពេលនោះដែរម្ដាយរបស់វាក៏បាននិយាយថាអ៊ីរ៉ូម៉ាពិតជាក្មេងល្អមែនទែនពេលនោះដែរអ៊ីរ៉ូម៉ាគឺញ៉ាំខ្ជិបតែម្ដងនៅពេលនោះដែរឪពុករបស់វាក៏បានប្រើវាទៅជួយលើកបានសួរថាអ៊ីរ៉ូម៉ាតើឯងអាចធ្វើបានដែរឬទេអ៊ីរ៉ូម៉ាក៏ឆ្លើយថាគឺខ្ញុំអាចធ្វើបានទាំងអស់ពេលនោះដែរឪពុកម្ដាយរបស់វាគឺបានប្រើវាច្រើនមែនទែននៅពេលនោះដែរឪពុកម្ដាយរបស់វាក៏បាននិយាយថាតើយើងអាចលក់អ៊ីរ៉ូម៉ាឲ្យទៅបិសាចបានដែរឬទេនៅពេលនោះដែរធ្វើអ៊ីរ៉ូម៉ាគឺវាបានភ្ញាក់ពីដំណេកអញ្ចឹងណាតើវាបានភ្ញាក់ឲ្យធ្វើឲ្យវាបានស្រែកឆោឡខ្លាំងមែនទែនស្រែកឡើងកើពីនឹងតែម្ដងនោះដែរអ៊ីរ៉ូម៉ាក៏បាននិយាយថាត្រូវឲ្យខ្ញុំពិតជាត្រូវឪពុកម្ដាយរបស់ខ្ញុំគឺបានលក់ឲ្យបិសាចពិតមែនមកលោកតាសូឡូវែនក៏បានបើកទ្វារទៅកាន់បន្ទប់របស់អ៊ីរ៉ូម៉ាទៅរួចក៏និយាយពាក្យថា Good morning ជាធម្មតាទៅadmin គឺសូមអធិស្ឋានទាំងអស់គ្នាមែនតើដោយសារ admin គឺបានហៅឈ្មោះរបស់តួអង្គគឺខុសចឹងណាទាំងអស់គ្នាតាមពិតលោកតាគឺគាត់ឈ្មោះថា Sullivan ចឹងគាត់មិនមែនឈ្មោះថាលោកតា Racon នោះទេឈ្មោះថា Racon Obera គឺជាក្រុមអង្គរបស់លោកតា Sullivan ចឹងណាអ្នកទាំងអស់គ្នាប្រកាសជាបានស្គាល់ហើយព្រោះគឺថា admin គឺបានហៅឈ្មោះគាត់ថា Obera ចឹងណាតាមពិតឈ្មោះពេញរបស់គាត់គឺឈ្មោះថា Racon Obera ចឹងណាទាំងអស់គ្នាឲ្យ admin ជាស្រ័យមែនតើដោយសារតែ admin គឺមើលបានត្រឹមតែមួយភាគទេនិយាយទៅក៏មើលភ្លាមគឺយកមកសម្រាយភ្លាមតែម្ដងអញ្ចឹងគឺថា admin គឺសូមនិយាយតែប៉ុណ្្នឹងទៅហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់ពីអ្វីដែល admin និយាយអញ្ចឹងណាចឹងយើងចូលមកសាយរឿងរបស់យើងទាំងអស់គ្នាវិញនៅពេលនោះដែរអ៊ីរ៉ូម៉ាក៏បាននិយាយទៅកាន់លោកតាវិស័យថា Good morning ជីតាអញ្ចឹងណាពេលនោះដែរធ្វើឲ្យលោកតា Sullivan គឺពិតជាសប្បាយចិត្តមែនទែនពេលដែលលើអ៊ីរ៉ូម៉ាហៅគាត់ថាលោកតាអញ្ចឹងណានៅពេលនោះដែរអ៊ីរ៉ូម៉ាក៏បានគិតថាពេលនេះដែរខ្ញុំបានខ្លាចជាចៅប្រុសរបស់វិស័យហើយសាយរឿងគឺក៏បានប្រាប់បន្ថែមថានេះគឺជាកុមារអ៊ីរ៉ូម៉ា Suzuki អាយុ14ឆ្នាំក្មេងប្រុសក្រីក្រម្នាក់ត្រូវបានលក់ឲ្យបិសាចដោយឪពុកម្ដាយរបស់គាត់មកយើងតាមមកតុអាហារវិញម្ដងយើងបានឃើញថាមានលោកតា Sullivan រ៉ា Con Opera និងអ៊ីរ៉ូម៉ានៅដែរលោកតា Sullivan ក៏បានសួរទៅកាន់អ៊ីរ៉ូម៉ាថាតើយកមិនតើឯងគេងលក់ស្រួលដែរឬទេអ៊ីរ៉ូម៉ាឆ្លើយបាទលោកតា Sullivan ក៏បាននិយាយថាឯងអាចសាកភ្លក់អាហារនៅលើតុនេះបានមកក៏បានគិតក្នុងចិត្តបន្តិចថាខ្ញុំត្រូវតែមានភាពក្លាហានបន្តិចដើម្បីញ៉ាំអាហាររបស់អារក្សបានប៉ុន្តែមើលទៅវាទំនងឆ្ងាញ់ណាស់អ៊ីរ៉ូម៉ាក៏បានខាំអាហារនោះមួយដុំរួចក៏និយាយថាវាពិតជាឆ្ងាញ់ខ្លាំងណាស់តាំងតែពីកើតមកខ្ញុំមិនដែលញ៉ាំអាហារឆ្ងាញ់បែបនេះនោះទេខ្ញុំគួរតែញ៉ាំវាឲ្យបានច្រើនដែលរខនវេរ៉ាបានយកទឹកអ្វីមួយយ៉ាងឲ្យអ៊ីរ៉ូម៉ាផឹកប្រាប់ទៅកាន់អ៊ីរ៉ូម៉ាថានេះគឺជា Hybrid Tea នោះដែរអ៊ីរ៉ូម៉ាក៏បានទទួលយករួចក៏ផឹកទៅពេលនោះដែរលោកតា Sullivan ក៏បាននិយាយថាថ្ងៃនេះគឺជាថ្ងៃដំបូងដែលអ្នកទៅសាលាពេលនោះដែរអ៊ីរ៉ូម៉ាក៏បានខ្ជាក់ជីវិញអស់តែម្ដងព្រោះវាមិនចង់ទៅសាលាអញ្ចឹងណាពេលនេះដែរអ៊ីរ៉ូម៉ាកំពុងចូលរៀននៅក្នុងសាលា Bedstone មកជាចៅប្រុសរបស់ Sullivan ហើយអ៊ីរ៉ូម៉ាក៏បាននិយាយតែម្នាក់ឯងថាខ្ញុំពិតជាមិនចង់ទៅទេបើសិនជាគេដឹងថាខ្ញុំគឺជាមនុស្សគេនឹងចាប់ខ្ញុំស៊ីជាមិនខាននោះដែរអ៊ីរ៉ូម៉ាក៏បាននិយាយទៅកាន់លោកតា Sullivan ថាអញ្ចឹងខ្ញុំចង់ពិភាក្សាមតិអំពីសាលាមនុស្សពេលនោះដែររខនបេរ៉ាក៏បានកាត់រួចក៏បានបង្ហាញសម្ភារៈសិក្សាជាច្រើននៅមុខគេពេលនោះលោកតា Sullivan ក៏បាននិយាយថាឯងអាចសាក់បាននៅពេលនេះវាគឺជាអំណោយដែលខ្ញុំរៀបចំឲ្យឯងដើម្បីអបអរសាទរឯងបានចូលរៀននៅក្នុងសាលាម៉ាក៏ឆ្លើយថាវាទាំងអស់នេះសម្រាប់ខ្ញុំប៉ុន្តែអ្នកបានផ្ដល់អំណោយឲ្យខ្ញុំជាច្រើនរួចហើយកាលពីម្សិលមិញលោកតា Sullivan ក៏បាននិយាយថានេះគឺជាអំណោយអបអរខ្ញុំដែលមានចៅទាំងអស់នេះគឺជាអំណោយដើម្បីអបអរអ្នកទៅសាលារៀននេះម៉ាក៏ឆ្លើយថាវាពិតជាហួសហេតុពេកហើយលោកតា Sullivan ក៏និយាយថាកុំមានការភ្ញាក់ផ្អើលរួចបង្ហាញអ្វីមួយទៅកាន់នេះរូម៉ារួចក៏និយាយថានេះគឺជារបស់ដែលខ្ញុំបានដេរជាមួយ Racon Opera តើឯងយល់យ៉ាងណាដែរពីរូម៉ាក៏ឆ្លើយថាវាពិតជាគួរឲ្យស្រឡាញ់ណាស់លោកតា Sullivan ក៏បាននិយាយដាក់ខ្លួនបន្តិចថាខ្ញុំមិនពូកែទេវាបានធ្វើឲ្យខ្ញុំចំណាយពេលជាច្រើនមួយរយៈតែមិនអីទេខ្ញុំរីករាយនឹងធ្វើអ្វីដែលខ្ញុំកំពុងធ្វើនោះលោកតា Sullivan ក៏បានបង្ហាញរបស់ថ្មីមួយទៀតរួចក៏និយាយថានេះគឺជានាឡិកា Harrison អ្នកអាចក្រោកនៅពេលព្រលឹងដល់ដេកលើហើយរូម៉ាក៏និយាយថា Harrison នាឡិកាលោកតា Sullivan ក៏សួរទៅកាន់អ៊ីរូម៉ាថាតើអ្នកចង់វិភាសាពីរឿងអ្វីខ្លះអ៊ីរូម៉ាឆ្លើយថាមែនហើយអំពីសាលារៀនអ៊ីរូម៉ាក៏និយាយតទៀតថាខ្ញុំគ្រាន់តែមិនចង់រងចាំទៅសាលាលោកតា Sullivan ក៏ប្រកល់នាឡិកាឲ្យគេទៅនោះគឺជាអ្វីដែលយើងអាចដឹងអ៊ីរូម៉ា Suzuki ជាមនុស្សមានបាបកាន់មកប្លង់នេះវិញអ៊ីរូម៉ាក៏បានលាលោកតា Sullivan ថាខ្ញុំនឹងចាក់ចេញទៅសាលារៀនឥឡូវនេះ Sullivan ក៏ឆ្លើយទៅកាន់អ៊ីរូម៉ាថាសូមឲ្យមានសុវត្ថិភាពសូមប្រុងប្រយ័ត្នផងណាបន្ទាប់ពីលេគ្នាចប់លោកតា Sullivan ក៏និយាយថាមិនអីទេតោះទៅតាមគាត់ខ្ញុំមិនចង់ថតរូបគាត់នៅថ្ងៃដំបូងចូលសាលារៀនតែ Racon Opera ក៏ចាប់គាត់ជាប់រួចក៏អូសចូលផ្ទះវិញរួចនិយាយថាអ្នកមានកិច្ចការងារជាច្រើនដែលត្រូវធ្វើនៅក្នុងផ្ទះពេលនោះលោកតា Sullivan ក៏ស្រែកថាចាំបន្តិច Racon Opera រួច admin ក៏សូមកាត់បញ្ចប់ទៅត្រឹមហ្នឹងសិនមានបញ្ជាអរគុណទៅកាន់អ្នកនរគ្នាមែនទែនសម្រាប់ការគាំទ្រដ៏ខ្លាំងមួយនេះសូមអរគុណយ៉ាងជ្រាលជ្រៅតែម្ដង Arigato